សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នារាវដែលបានចែករំលែកមកថ្ងៃនេះហ្នឹងគឺបានកើតឡើងតាំងពីឆ្នាំ2004មកម្ល៉េះម្ចាស់សាច់រឿងរបស់យើងថ្ងៃនេះគាត់មានឈ្មោះថាគឹមស្រុនអញ្ចឹងខ្ញុំក៏សូមហៅគាត់ថាលោកពូស្រុនដោយសារតែតាំងពីឆ្នាំ2004ហ្នឹងគាត់កំឡោះទៅហើយខ្ញុំនៅកូនក្មេងណាអញ្ចឹងទោះបីថាគាត់មិនបានបញ្ជាក់អាយុរបស់គាត់ក៏សូមហៅគាត់ថាលោកពូទៅចោលអញ្ចឹងពូស្រុនគាត់បានបញ្ជាក់ថាគាត់គឺជាមនុស្សម្នាក់ដែលតាំងពីដើមមកមិនដែលជឿឬក៏ខ្លាចខ្មោចអីទេប៉ុន្តែតាំងពីគាត់ជួបរឿងរ៉ាវមួយនឹងមកណាមិនត្រឹមតែខ្លាចខ្មោចបាក់ស្បានទេសូម្បីតែពេលដែលគាត់ធ្វើដំណើរទៅណាមកណាហើយឃើញដើមឈើធំធំហ្នឹងគឺគាត់ព្រឺសម្បល់តែម្ដងអញ្ចឹងនិយាយត្រឹមប៉ុណ្ណេះខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនប្រហែលជាឆ្ងល់ថារឿងរ៉ាវរបស់យើងថ្ងៃនេះហ្នឹងមានជាប់តាក់ទងអីទៅនឹងដើមឈើណាបានជាលោកពូគឹមស្រុននេះគាត់បញ្ជាក់ថារាល់ពេលដែលគាត់ឃើញដើមឈើធំៗហ្នឹងគាត់ព្រឺសម្បល់ហ្នឹងអញ្ចឹងបន្តិចទៀតយើងនឹងចូលទៅកាន់សាច់រឿងពេញរបស់យើងថ្ងៃនេះទាំងអស់គ្នាប៉ុន្តែចង់សូមចិត្តពុកម៉ែបងប្អូនយើងបន្តិចមុននឹងថាចូលសាច់រឿងរបស់យើងសម្រាប់ពុកម៉ែបងប្អូនដែលស្ដាប់មកដល់ត្រង់ចំណុចនេះហើយអត់ទាន់បានថាជួយចុច Subscribe ខ្ញុំបានទេសូមមេត្តាពុកម៉ែបងប្អូននឹងជួយ Subscribe ខ្ញុំបានម្នាក់មួយផងដើម្បីថាគ្រាន់តែជាកម្លាំងចិត្តឲ្យខ្ញុំនឹងខិតខំធ្វើវីដេអូបន្តទៀតព្រោះថាការជួយ like share ហើយនិង subscribe របស់ពុកម៉ែបងប្អូនហ្នឹងគឺជាកម្លាំងចិត្តហើយនឹងជាអ្វីដែលធ្វើឲ្យអ្នកផលិតមាតិកាឬក៏ធ្វើវីដេអូហ្នឹងគឺគាត់សប្បាយចិត្តមែនទែនអញ្ចឹងអត់អស់លុយអស់កាក់អីទេពុកម៉ែបងប្អូនគ្រាន់តែជួយចុចម្នាក់មួយប៉ោះណាអញ្ចឹងខ្ញុំបាទសូមអរគុណទុកមុនឥឡូវកុំឲ្យបែកអូហូស្ទឹងចាក់ចេញពីប្រធានបទយើងវែងឆ្ងាយពេកខ្ញុំបាទក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនចូលទៅកាន់សាច់រឿងពេញរបស់យើងថ្ងៃនេះទាំងអស់គ្នានៅក្នុងឆ្នាំដូចបានបញ្ជាក់ពីខាងដើមរឿងពលគឺនៅក្នុងឆ្នាំ2004ហ្នឹងលោកពូគឹមស្រុននៅពេលហ្នឹងគាត់មានមុខរបរជាជាងឈើប៉ុន្តែមិនមែនថាជាម្ចាស់សិប្បកម្មរោងឈើនឹងទេគាត់ធ្វើកូនជាងឲ្យគេណាព្រោះថានៅពេលហ្នឹងអាយុរបស់គាត់ហ្នឹងរៀងតិចដែរឲ្យតែថ្ងៃជប់សម្រាប់ហ្នឹងគឺគាត់មានមិត្តភ័ក្តិម្នាក់ដែលមានម៉ូតូណាគេតែងតែមកយកគាត់ហ្នឹងដប់ដើរលេងនៅថ្ងៃមួយហ្នឹងពួកគាត់ទាំងពីរនាក់ក៏បានសម្រេចចិត្តថាជិះម៉ូតូដើរលេងឲ្យរៀងឆ្ងាយបន្តិចព្រោះថានៅពេលហ្នឹងគាត់មានពេលឈប់សម្រាករហូតដល់2ថ្ងៃឯណោះព្រោះធម្មតាការធ្វើការនៅក្នុងរោងឈើរបស់គាត់ហ្នឹងគឺកម្រមានពេលថាឈប់សម្រាកបាន2ថ្ងៃឬក៏ច្រើនណាស់លុះត្រាតែថាប្រជុំឬក៏ចូលឆ្នាំណាបើថាថ្ងៃធម្មតាហ្នឹងមិនងាយទេពេលហ្នឹងគាត់មិនចាំទេថាហេតុអីបានជាមេរបស់គាត់ឬក៏តកែគាត់ហ្នឹងអនុញ្ញាតឲ្យឈប់រហូតដល់2ថ្ងៃអញ្ចឹងនៅពេលដែលមានពេលឈប់សម្រាកច្រើនអញ្ចឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងបានន័យថាដប់គ្នាដើរលេងរៀងឆ្ងាយពេលនោះគាត់បញ្ជាក់ថាគាត់ជិះម៉ូតូរហូតទៅដល់ទន្លេបាទីឯណោះហើយទៅនឹងមិនមែនថាទៅញ៉ាំមាន់ដុតឬក៏ទៅធ្វើអីទេគ្រាន់តែជិះទៅដល់អង្គុយនិយាយគ្នាលេង2នាក់ជាមួយមិត្តភ័ក្តិណាហើយរៀងថ្ងៃបន្តិចទើបត្រឡប់មកវិញអញ្ចឹងនៅពេលដែលពួកគាត់ធ្វើដំណើរត្រឡប់មកវិញតាមផ្លូវកាលពីជំនាន់នោះគាត់បញ្ជាក់ថាគេមានអាធុងទឹកអំពៅណាប៉ុន្តែកិនដៃទេពេលដែលគាត់ជិះមកតាមផ្លូវអញ្ចឹងដោយសារតែមេឃហ្នឹងវារៀងក្តៅពេកហើយពួកគាត់ជិះម៉ូតូការជំនាន់នោះវាអត់មានមួកសុវត្ថិភាពទេពាក់តែមួកកតិបធម្មតាណាអញ្ចឹងនៅពេលដែលជិះមកតាមផ្លូវអញ្ចឹងគាត់ក៏ឃើញមានកន្លែងគេលក់ទឹកអំពៅណាអញ្ចឹងគាត់ក៏បានចូលជប់សម្រាកនៅកន្លែងហ្នឹងដោយសារថាវាមានម្លប់ហើយកន្លែងទឹកអំពៅហ្នឹងគេមានធ្វើរោងធ្វើអីហើយដាក់គ្រែឲ្យពួកគាត់អង្គុយប៉ុន្តែគាត់បញ្ជាក់ថាកន្លែងលក់ទឹកអំពៅហ្នឹងគឺមិនមែនគេលក់នៅមុខផ្ទះគេទេគេគ្រាន់តែមកឆ្ការព្រៃកន្លែងហ្នឹងដើម្បីថាឲ្យវារៀងវាលបន្តិចដាក់ធុងទឹកអំពៅរបស់គេហ្នឹងហើយគេធ្វើរោងពីឫស្សីឲ្យមានគ្រែណាគ្រាន់តែប្រក់ដើម្បីឲ្យវាម្លប់អញ្ចឹងនៅពេលដែលគាត់ចូលឈប់សម្រាកហើយទឹកអំពៅម្នាក់មួយកែវអញ្ចឹងជំនាន់ហ្នឹងគេដាក់ទឹកអំពៅកែវថ្មណាអត់មានថាកែវជ័រដូចយើងទេបើសិនជាអ្នកចង់ខ្ចប់គេដាក់ថង់អង្គុយញ៉ាំទឹកអំពៅបណ្ដាពូគឹមស្រុននេះគាត់ចេះតែសំណេះសំណាលជាមួយនឹងអ្នកលក់ដោយសារតែអ្នកលក់ហ្នឹងគាត់នៅក្មេងហើយមើលទៅដូចជាមិនទាន់មានគ្រួសារដែរអញ្ចឹងបានន័យថាគាត់ចេះតែលេបខាយពាក្យសម្ដីសួរនាំពីនេះពីនោះទៅនៅពេលដែលនិយាយយូរទៅពេលនោះពូគឹមស្រុនគាត់បញ្ជាក់ថាដូចមនុស្សពលទឹកមាត់អញ្ចឹងវក់និយាយជាមួយអ្នកលក់ណារហូតដល់ថាគាត់និយាយមិនសូវជាបានគិតវែងឆ្ងាយទេនៅនឹងខាងឆ្វេងដៃកន្លែងលក់ទឹកអំពៅមួយហ្នឹងគឺមានដើមព្រីងមួយដើមរៀងធំណាគាត់មិនដឹងថាដើមព្រីងមួយហ្នឹងគឺអាយុកាលប្រហែលឆ្នាំទេគាត់ថាវារៀងស្ដុក
ហើយវារៀងបាំងកន្លែងលក់ទាំងទៅហ្នឹងអញ្ចឹងនៅពេលនោះពូគឹមស្រុននេះគាត់ក៏បាននិយាយទៅកាន់អ្នកលក់ទាំងទៅហ្នឹងថាកន្លែងអូនឯងតែពិតតំណងបើសិនជាមនុស្សជិះមកពីខាងនោះអត់បាំងអាដើមព្រីងមួយនេះទេគេអាចនឹងឃើញហើយគេចូលឈប់សម្រាកបានច្រើនប៉ុន្តែបើសិនជាអ្នកថាជិះរៀងលឿនតិចដឹងតែគេទៅហួរមកហួរហើយដោយសារថាពេលដែលជិះផុតដើមព្រីងហ្នឹងបានឃើញកន្លែងអូនឯងលក់នៅពេលនោះអ្នកលក់តាំងពៅនេះគាត់ក៏និយាយតបទៅវិញណាគាត់ថាហ្នឹងហើយបងភិកច្រើនគេជិះហួរហើយនៅពេលដែលហួរទៅដល់មុខហ្នឹងគឺគេអត់ស្គាល់ជាបកថយក្រោយទេគេទៅកន្លែងនៅមុខណាអញ្ចឹងបានជាកន្លែងគាត់ហ្នឹងរៀងស្ងាត់ហើយលក់មិនសូវដាច់ហើយណាមួយសម្រាប់អ្នកដែលគេថារៀងអំពីជំនឿគេរៀងខ្លាចគិតច្រើននៅហ្នឹងគេមិនសូវជាហ៊ានចូលអង្គុយទេព្រោះកន្លែងនេះរៀងស្ដុកពេកនៅពេលនោះលោកពូគឹមស្រុននេះគាត់ក៏បាននិយាយតបទៅវិញថាហើយចុះឯងមិនកាប់ឆ្កាកន្លែងហ្នឹងឲ្យវាលទាំងអស់ខ្ញុំមិនได้ហ៊ានកាប់បងមិនដីយើងផងលោកពូគឹមស្រុនគាត់ក៏បានច្រឡំមាត់និយាយមួយម៉ាត់ទៀតថាអញ្ចេះកន្លែងនេះបើបានកាប់អាដើមព្រីងធំនេះចោលល្អហ្មងកាប់ហើយដឹងថាស្រឡះហើយគេមើលឃើញពីចម្ងាយណាចឹងគេលែងជិះហួរហើយគ្រាន់តែលោកពូគឹមស្រុនគាត់និយាយបែបហ្នឹងភ្លាមមិត្តភ័ក្តិរបស់គាត់ដែលជាម្ចាស់ម៉ូតូណាគាត់ក៏បានខ្ជិះអត្តកកព្រោះថាទឹកអំពៅគេមិនមានតកកគាត់ហូបទឹកអំពៅបណ្ដាគាត់ទៅពីអត្តកកនឹងបណ្ដាគាត់ក៏បានខ្ជិះអត្តកកនឹងពីមាត់ហើយគប់មកពូគឹមស្រុនណាបន្ទាប់មកគាត់និយាយមកកាន់ពូគឹមស្រុនថាអញ្ចេះហេហើយមាត់ឲ្យវាចេះមានកម្របខ្លះផងណាជិះម៉ូតូជាមួយឯងបើកើតអីទៅមិនរងគ្រោះដោយទាំងអញណានៅពេលនោះពូគឹមស្រុនគាត់បញ្ជាក់ថាគាត់ឆ្ងល់សម្ដីមិត្តភ័ក្តិរបស់គាត់មែនតើគាត់ឆ្ងល់ថាហេតុអីបានជាមកគប់គាត់ហើយនិយាយបែបហ្នឹងគាត់មានបានតែធ្វើអីខុសឯណាបន្ទាប់មកមិត្តភ័ក្តិរបស់គាត់នៅពេលដែលឃើញពូគឹមស្រុនងាកទៅធ្វើមុខឆ្ងល់អញ្ចឹងគាត់ក៏និយាយថាអាស្អីគេនេះអញស្ដីឲ្យវាប៉ុណ្ណឹងធ្វើមុខឆ្ងល់អត់ដឹងរឿងទៀតបន្ទាប់មកពូគឹមស្រុននេះគាត់ក៏បាននិយាយទៅកាន់មិត្តភ័ក្តិគាត់ហ្នឹងថាហើយគាត់ហ្នឹងបានតែធ្វើស្អីមិត្តភ័ក្តិគាត់នេះបានជាមកស្ដីឲ្យគាត់ហើយគប់ទៅកកគប់ឲ្យដាក់គាត់អញ្ចឹងណាមិត្តភ័ក្តិរបស់គាត់នេះគាត់ក៏បាននិយាយថាហើយចុះមុននឹងឯងនិយាយឲ្យចង់កាប់ដើមស្អីហើយដើរទៅមើលកន្លែងដើមហ្នឹងមើលនៅនឹងគល់ព្រីងនោះសិតតែជើងធូកបើសិនជាចេញពីកន្លែងហ្នឹងទៅឆ្ងាយទៅនិយាយទៅគាត់មិនថាទេអានេះនៅនិយាយឲ្យជាប់កន្លែងគេពេលដែលមិត្តភ័ក្តិគាត់និយាយបែបហ្នឹងរួចណាពូគឹមសុនគាត់សើចគាត់និយាយថាមុខរបរគាត់គឺគាត់ធ្វើជាជាងឈើមានតែកាប់ឈើមិនដែលថាគាត់នឹងខ្លាចដើមឈើទេនៅពេលដែលពូគាត់ចេះតែចែកគ្នាអញ្ចឹងអ្នកលក់ទាំងពៅណាគាត់ក៏បានថាបងមកគុំនិយាយច្រើនពេកដោយសារថាអ្នកស្រុកបណ្ដុំហ្នឹងគេហ៊ានជឿហើយនឹងខ្លាចដើមនឹងដែរហ្នឹងណាសូម្បីថាខ្ញុំនៅលក់ឡៃហ្នឹងពេលខ្លះនៅម្នាក់ឯងរៀងរសៀលបន្តិចហ្នឹងក៏ខ្ញុំក៏អត់សូវជាហ៊ាននៅម្នាក់ឯងដែរតែងតែហៅម៉ែឬក៏បងប្អូនឲ្យមកនៅជាមួយណានៅពេលនោះពួកគាត់ទាំងពីរអ្នកហ្នឹងក៏បានឈប់ទៅចែកគ្នាដោយអង្គុយសម្រាប់បន្តទៀតបានបន្តិចពួកគាត់ហ្នឹងក៏បានឲ្យលុយអ្នកលក់រួចក៏បានធ្វើដំណើរត្រឡប់មកវិញនៅពេលដែលឡើងជិះលើម៉ូតូមិត្តភ័ក្តិរបស់គាត់បើកម៉ូតូចេញទៅនេះពូគឹមស្រុនគាត់ក៏បានងាកក្រោយមើលទៅដើមព្រីងម្ដងហ្នឹងគាត់បញ្ជាក់ថាដើមព្រីងហ្នឹងមិនមែនថានៅជាប់តូបកន្លែងលក់ទឹកអំពៅហ្នឹងហ្មងទេចម្ងាយពីដើមព្រីងហ្នឹងមកកន្លែងលក់ទឹកអំពៅហ្នឹងវាចូល10ម៉ែត្រជាងដែរគ្រាន់តែវាធំណាហើយកន្លែងហ្នឹងវាមានព្រីនៅខាងក្រោមហ្នឹងវារៀងស្ដុកដែរអញ្ចឹងនៅពេលដែលជិះមកគឺវាបាំងកន្លែងលក់ទឹកអំពៅហ្នឹងមែនបានជាមុនហ្នឹងគាត់ជ្រុលមកនិយាយថាបើកាប់អាកន្លែងហ្នឹងចេញឆ្ងាយស្អាតវាស្រឡះពេលដែលគេជិះម៉ូតូមកគេមើលឃើញកន្លែងលក់ទឹកអំពៅហ្នឹងតែម្ដងនៅពេលដែលពួកគាត់ទាំងពីរនាក់ធ្វើដំណើរចេញពីកន្លែងលក់ទឹកអំពៅហ្នឹងបានដីប្រហែលជា2គីឡូជាងនៅពេលហ្នឹងពូគឹមស្រុនហ្នឹងគាត់ក៏បានកេះមិត្តភ័ក្តិគាត់ថាឲ្យឯម៉ូតូទៅគៀនបន្តិចគាត់ចង់បាត់ជើងតូចនៅពេលហ្នឹងមិត្តភ័ក្តិមកគាត់ហ្នឹងលូគាត់ថាឈប់ផឹកទឹកអំពៅមិនមកសន្ទុះធំមិនក៏មិននោមមកហើយអាឡៃតែញ៉ៃអ្នកលក់ណាឥឡូវទៅចេញបានបន្តិចចង់ឲ្យឈប់ម៉ូតូនោមហើយបើសិនជាចុះទៅនោមហ្នឹងគាត់ចាំនៅម៉ូតូមិនក្តៅ3ក្បាលហើយទេអីនៅពេលដែលមិត្តភ័ក្តិគាត់និយាយបែបហ្នឹងរួចពូគឹមស្រុនគាត់មើលទៅមិត្តភ័ក្តិរបស់គាត់គឺអត់ឃើញពាក់មួកទេអញ្ចឹងគាត់ក៏បាននិយាយថាអាម៉ាហើយចុះណាមួកឯងពេលហ្នឹងបានមិត្តភ័ក្តិរបស់គាត់ហ្នឹងគាត់នឹកឃើញថាអូភ្លេចមួកមានតែភ្លេចនៅកន្លែងលក់ទាំងប៉ែនហ្នឹងទេឥឡូវអីទេចឹងឈប់នោមហើយចាំគាត់នៅកន្លែងហ្នឹងទៅគាត់បកខ្នើយទៅយកមួកបន្តិចអញ្ចឹងនៅពេលដែលគាត់ឈប់ដើម្បីពូគឹមស្រុនគាត់ចុះទៅបាត់ជើងតូចណាមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏បានបកម៉ូតូមកក្រោយព្រោះថាយើងទៅចេញពីកន្លែងលក់ទាំងពៅហ្នឹងមិនសូវជាឆ្ងាយប្រហែលទេហើយកាលពីជំនាន់នោះភ្លេចមួកភ្លេចអីហ្នឹងដឹងតែគេបកទៅយកហើយណាមួយមួកហ្នឹងគឺជាមួកដែលមិត្តភ័ក្តិរបស់គាត់ហ្នឹងគឺស្រឡាញ់ទៀតប៉ុន្តែពូគឹមស្រុនគាត់បញ្ជាក់ថា
នៅពេលដែលគាត់បត់ចង្តូចហើយគាត់ឡើងមកចាំមិត្តភក្តិគាត់នៅមាត់ផ្លូវនេះចម្ងាយដីជិះទៅហើយនឹងជិះត្រឡប់មកវិញហ្នឹងមិនគួរណាថាមិត្តភក្តិរបស់គាត់គឺទៅយូរយ៉ាងហ្នឹងទេបាត់ឡើងមកសន្ទុះធំណាទើបមិត្តភក្តិរបស់គាត់នឹងត្រឡប់មកវិញពូគឹមស្រុនគាត់បារម្ភត្រង់ថាខ្លាចមិត្តភក្តិរបស់គាត់ហ្នឹងទៅជួបគ្រោះថ្នាក់ឬក៏មានរឿងអីតាមផ្លូវណាបែកកង់ម៉ូតូបែកអីចឹងទៅប៉ុន្តែបន្ទាប់ពីមកសន្ទុះធំមកទើបមិត្តភក្តិរបស់គាត់ហ្នឹងគាត់ជិះម៉ូតូត្រឡប់មកវិញពេលដែលពូស្រុនគាត់សួរទៅថាហើយទៅយកមុខហ្នឹងមិនក៏យូរម្លេះមិនគួរណាថាទៅបាត់គាត់ឈរចាំនឹងរយជើងណាប៉ុន្តែមិត្តភក្តិរបស់គាត់ហ្នឹងគាត់បាននិយាយទេគាត់ក៏ប្រាប់ថាអត់មានអីទេឥឡូវឡើងម៉ូតូមកអាងថាយើងត្រឡប់ទៅវិញអញ្ចឹងពូគឹមស្រុនគាត់ក៏អត់មានសួរអីដែរប៉ុន្តែនៅតាមផ្លូវនេះពេលដែលគាត់មើលមិត្តភក្តិរបស់គាត់បើកម៉ូតូពីខាងក្រោយទៅណាមិត្តភក្តិរបស់គាត់ហ្នឹងដៃចេះតែញ័រអញ្ចឹងដែលធ្វើឲ្យពូគឹមស្រុននេះគាត់ឆ្ងល់នៅក្នុងចិត្តថាមិត្តភក្តិរបស់គាត់ទៅយកមកហ្នឹងជួបរឿងអីបានជាមកវិញរៀងបើកម៉ូតូដៃញ័រណាហើយទៅនឹងបាត់មកសន្ទុះធំទៀតប៉ុន្តែដោយសារតែសួរទៅមិត្តភក្តិរបស់គាត់នឹងមិនប្រាប់ទៅហើយអញ្ចឹងពូគឹមស្រុនគាត់ក៏អត់មានថានៅចម្រិតសួរមិត្តភក្តិគាត់អីទៀតដែរគាត់ក៏ប្រាប់ថាបើម៉ូតូឲ្យស្រួលហើយបើសិនជាអស់កម្លាំងឬក៏មិនស្រួលខ្លួនយ៉ាងម៉េចហ្នឹងអាចឲ្យគាត់បើម៉ូតូជំនួសបានសូមនិយាយរំលងមកមុខបន្តិចចូលមកដល់ពេលយប់ឡើងណាពេលដែលពូគឹមស្រុនគាត់សម្រាប់នៅក្នុងកន្លែងធ្វើការរបស់គាត់នេះអញ្ចឹងមកន័យថាគាត់ធ្វើការនៅកន្លែងហ្នឹងគឺគេមានឲ្យបាយហើយនឹងកន្លែងស្នាក់នៅពេលនោះគាត់មិនដឹងថាម៉ោងប្រហែលទេដោយសារអីដោយសារតែការពីជំនាន់នោះគឺវាឆាប់ងងឹតព្រោះថាពីមុខផ្លូវឬក៏ពីមុខផ្ទះតាមផ្ទះគេមួយហ្នឹងក៏មិនមានភ្លើងអីបើកទាំងជាចាយដូចសម័យឥឡូវដល់ម៉ោង9 10មិនដល់ឯដែរអញ្ចឹងម៉ោងត្រឹម7 8ហ្នឹងគឺងងឹតមែនទែនពេលដែលពូគឹមស្រុនគាត់កំពុងតែគេងកងថ្ងាសហួចនៅលើគ្រែក្នុងមុងរបស់គាត់ម្នាក់ឯងហ្នឹងអាទ្វារនៅកន្លែងរងឈើរបស់គាត់នេះគឺអត់មានជាទ្វាររបងឬក៏អីទេអាកន្លែងមាត់ច្រកហ្នឹងគេយកផ្ទាំងស័ង្កសីណាយកទៅបិទហើយខ្ទាស់ឈើចាក់ចង្វាក់ដើម្បីធ្វើជាទ្វាររបស់អារោងឈើហ្នឹងអញ្ចឹងនៅពេលដែលគាត់កំពុងតែសម្រាកអញ្ចឹងក៏ឮសំឡេងមនុស្សគោះអាស័ង្កសីហ្នឹងពីខាងក្រៅអញ្ចឹងស័ង្កសីនៅពេលដែលគោះគឺវាឮពេលនោះមានកូនជាងម្នាក់ដែលក្មេងណាគ្នាក៏បានដើរទៅខាងក្រៅហ្នឹងដើម្បីមើលក្រែងលោថាមានណាមករកអីអញ្ចឹងនៅពេលដែលម្នាក់ហ្នឹងទៅអញ្ចឹងទៅដើរមកវិញគេមកឈរនៅនឹងមុងរបស់ពូគឹមស្រុននេះហើយគាត់និយាយថាស្រុនណាគេមករកមួយនៅខាងក្រៅពេលនោះពូគឹមស្រុនគឺគាត់ឆ្ងល់មែនតើគាត់ថាមានណាគេមករកគាត់ទាំងយប់ប្រលប់អញ្ចឹងវាគ្មានអ្នកដែលថាត្រូវមករកគាត់ណាព្រោះគាត់អត់មានសង្សារអត់មានប្រពន្ធអីផងហ្នឹងប៉ុន្តែម្នាក់មួយដែលជាងឈើក្មេងហ្នឹងក៏ថាគេថាចង់ជួបមកឯងគេនិយាយឈ្មោះមកឯងច្បាស់ចែអញ្ចឹងបានន័យថាគេស្គាល់មកឯងទៅជួបគេតិចទៅពូគឹមស្រុនពេលនោះគាត់ឆ្ងល់មែនតើប៉ុន្តែនៅពេលដែលម្នាក់ហ្នឹងគាត់និយាយបែបហ្នឹងទៅហើយគាត់ហ្នឹងក៏បានប៉ើមុងហើយដើរចេញទៅខាងក្រៅប៉ុន្តែមុននឹងដើរចេញទៅនេះគាត់និយាយថាហើយចាំមើលតែបោកមកវិញដល់ត្រូវដោយសារតែគាត់ខ្លាចម្នាក់ហ្នឹងបោកគាត់ណាអញ្ចឹងនៅពេលដែលគាត់ដើរទៅដល់កន្លែងសង្កសីហ្នឹងណាគាត់គ្រាន់តែមើលតាមអាប្លប់ហោងព្រោះថានៅពេលយើងយកផ្ទាំងសង្កសីមកបិទអញ្ចឹងគឺវាអត់ចិត្តហ្មងទេអញ្ចឹងនៅពេលដែលគាត់មើលតាមអាប្លប់ហ្នឹងទៅខាងក្រៅនេះហើយគាត់ស្រែកសួរថាណាគេមករកអីទាំងយកប្រលប់ហ្នឹងរកគាត់មានការអីប៉ុន្តែនៅពេលដែលសួរនាំទៅនេះអត់មានសម្លេងណាណាឆ្លើយពីខាងក្រៅមកទេពេលដែលគាត់ចេះតែតម្លឹងមើលតាមប្រឡោះហ្នឹងទៅហើយអោនមើលតាមប្រឡោះខាងក្រោមទៀតនៅតែមិនឃើញនរណាឈរនៅខាងក្រៅហ្នឹងពេលដែលសួរនាំទៅក៏គ្មានសម្លេងអីហ្នឹងឆ្លើយតបជាមួយនឹងគាត់ដែរនៅពេលដែលគាត់ដើរទៅគៀនម្ខាងដើម្បីជន់ឡើងទៅលើឈើណាហើយអើតមើលទៅខាងក្រៅនេះនៅខាងក្រៅហ្នឹងមើលទៅដូចជាគ្មានឃើញនរណាឈរនៅខាងក្រៅហ្នឹងទេទោះបីថាវាងងឹតអញ្ចឹងបើសិនជាមានអ្នកមករកគាត់មែនគេគួរតែឈរនៅមុខហ្នឹងហើយប៉ុន្តែនៅពេលដែលគាត់ឡើងលើឈើហើយអើតមើលទៅខាងក្រៅនេះវាអត់មានឃើញមនុស្សពេលហ្នឹងសួរថាហេតុអីបានជាគាត់មិនចាក់សោបើកមើលដោយសារតែពួកគាត់គឺជាកម្មករអញ្ចឹងអត់មានសោចាក់បើកទេតតតកែណាបើគេមានអាសោចង្វាក់ហ្នឹងនៅពេលដែលគាត់អើតមើលទៅខាងក្រៅទៅវាគ្មានឃើញមនុស្សឈរនៅក្រៅអញ្ចឹងគាត់ក៏បញ្ញាប់ដើរចូលទៅវិញហើយដើរទៅកន្លែងម្នាក់មួយក្មេងដែលបានថាហៅគាត់ឲ្យចេញមកខាងក្រៅដើរទៅដាក់ម្នាក់នឹងមកដៃពីដៃហើយគាត់ថាគាត់ពងដេកចេះតែមកបោកគាត់អញ្ចឹងអត់មាននរណានៅខាងក្រៅនេះទេប៉ុន្តែម្នាក់ហ្នឹងគាត់ថាអត់ទេមុននឹងមានម្នាក់ស្រីម្នាក់មករកមកឯងមែនណា
គេនិយាយឈ្មោះឯងច្បាស់ចាស់ហ្នឹងហើយខ្ញុំទៅបោកមកឯងធ្វើស្អីនៅពេលនោះពូគឹមស្រុននេះគាត់ក៏ថាឥឡូវចេញទៅមើលភាសាទៀតមានមនុស្សមកពីណានៅខាងក្រៅហ្នឹងម្នាក់ប្រុសហ្នឹងគាត់និយាយថាឲ្យចុះបើអត់មនុស្សមុននឹងមកឯងលឺគេគោះសង្កសីឬក៏អត់ចុះពូគឹមស្រុនគាត់ថាគាត់លឺហើយបើអត់មនុស្សសក់សង្កសីទៅលឺសំឡេងមនុស្សគោះអញ្ចឹងប៉ុន្តែពូគឹមស្រុននេះគាត់ថាឥឡូវចេញទៅមើលខ្លួនឯងអញ្ចឹងនៅពេលដែលម្នាក់ក្មេងហ្នឹងគាត់ដើរចេញទៅដូចជាគេខឹងផងអីផងណាដើរបដាលូបដាថាខំប្រាប់ហើយគេមករយម្ដងវាយគេពីបេដៃទៀតអញ្ចឹងនៅពេលដែលលូលងើដើរទៅមាត់ទ្វារអញ្ចឹងគាត់ក៏បានស្រែកថាស្រុនហើយថ្ងៃមិនចេញមកមើលខ្លួនឯងនេះគេនៅឈរនៅក្រៅនឹងតានៅពេលដែលម្នាក់ក្មេងហ្នឹងគាត់ដើរមកវិញពូគឹមស្រុនគាត់ចេញទៅមើលភាសាទៀតអញ្ចឹងនៅពេលដែលគាត់ចេញទៅភាសាទៀតនេះគាត់នៅតែអត់ឃើញនរណានៅខាងក្រៅនឹងដដែលដោយគាត់គិតថាម្នាក់ក្មេងហ្នឹងមើលទៅប្រហែលជាគ្រាន់តែចង់លេងជាមួយគាត់ណាហើយមុនហ្នឹងគាត់ក៏មានអារម្មណ៍ថារៀងខុសដែរដោយសារតែគ្នាគ្រាន់តែលេងសោះដាក់គ្នាពីបដៃរៀងជ្រុលដៃអញ្ចឹងនៅពេលដែលម្នាក់ក្មេងហ្នឹងដើរទៅដេកបាត់ទៅពូគឹមស្រុនគាត់ក៏បានដើរត្រឡប់មកវិញដែរប៉ុន្តែក៏រៀងឆ្ងល់ថាអាមួយហ្នឹងវាលេងសើចឬមួយក៏វាយ៉ាងម៉េចប៉ុន្តែមើលទៅវាដូចមិនមែនលេងសើចដូចជាវាពិតជាឃើញនរណាថាមករកគាត់មែនណាប៉ុន្តែមករកអីបើសិនជាគាត់ចេញមកអត់ឃើញនរណាផងហ្នឹងអញ្ចឹងនៅពេលដែលគាត់ដើរទៅដល់កន្លែងម្នាក់ក្មេងនឹងដេកនេះគាត់ក៏បានសួរថាមុនហ្នឹងមាននរណាមករកបងមែនឬក៏អីនៅពេលនោះម្នាក់ក្មេងនោះថាអូឈប់និយាយមកឯងខំប្រាប់ឲ្យវាយគេឡើងពីបដៃពេលនោះពូគឹមស្រុនក៏ថាគាត់សុំទោសប៉ុន្តែគាត់ចង់ដឹងថាមុនហ្នឹងមានណាគេមករកគាត់បើសិនជាគាត់ចេញទៅអត់មានឃើញមនុស្សនេះម្នាក់ក្មេងហ្នឹងគាត់បាននិយាយថាអូយខ្ញុំមិនដឹងបើសិនជាម្នាក់ហ្នឹងស្លៀករ៉ូបពណ៌ខ្មៅនៅឈរនៅខាងមុខហ្នឹងហើយពេលដែលចេញទៅសួរទៅសួរថាមករកណាគេមានការអីហ្នឹងម្នាក់ហ្នឹងគាត់និយាយឈ្មោះខ្លួនឯងគាត់និយាយថាគឹមស្រុននិយាយតែប៉ុណ្្នឹងតែអញ្ចឹងខ្ញុំមិនមកហៅបងឯងឲ្យគាត់ខ្ញុំស្មានសងសារមកអីឬក៏អីចឹងខ្ញុំមិនដឹងនៅពេលដែលសួរនាំបែបនោះហើយពូគឹមស្រុននេះគាត់ក៏ប្រាប់ឲ្យម្នាក់ហ្នឹងថាអីទេចឹងដេកតគាត់មិនអស់ចិត្តគាត់ក៏បានដើរមកខាងមុខទ្វារនឹងម្ដងទៀតដោយគាត់ឡើងទៅលើអាកំណោឈើហ្នឹងហើយអើតមើលទៅខាងក្រៅប៉ុន្តែទោះបីថាគាត់ព្យាយាមរកមើលទៅខាងក្រៅយ៉ាងណានេះក៏ដូចជាមើលទៅមិនឃើញថាមានអីសោះប៉ុន្តែគាត់បែរជាទទួលអារម្មណ៍ថាពេលដែលគាត់ឡើងទៅលើហ្នឹងណាខ្យល់ដែលមកប៉ះខ្លួនគាត់នេះគឺមានអារម្មណ៍ថាវាត្រជាក់រៀងខុសធម្មតាអញ្ចឹងដែលធ្វើពូគឹមស្រុននេះគាត់មានអារម្មណ៍ថាអត់កើតទេរៀងចង់ធ្លាក់ខ្យល់ណាអញ្ចឹងបញ្ញាទៅងូតទឹកឲ្យហើយសិនអាំងចូលសម្រាប់នៅពេលដែលគាត់យកកម្មាដើម្បីដើរទៅងូតទឹកនៅខាងក្រោយគាត់បញ្ជាក់ថាការពីសម័យនោះអត់មានថាទឹកម៉ាស៊ីនងូតក្នុងកន្ទប់ទឹកអីដូចឥឡូវទេពេលដែលយើងចង់ងូតទឹកដែលពួកគាត់ងូតហើយនឹងប្រើប្រាស់ហ្នឹងគឺគាត់ប្រើប្រាស់អណ្ដូងហើយអណ្ដូងហ្នឹងមិនមែនបានអណ្ដូងស្នប់ទៀតគឺអណ្ដូងយោងដៃណាអញ្ចឹងនៅពេលដែលគាត់ងូតហ្នឹងគាត់តម្លាក់បោយទៅអាមកបោយដបងដែលគាត់យោងឡើងមកហ្នឹងចាក់ឈូអស់ទៅគឺអត់អីទេអញ្ចឹងនៅពេលដែលគាត់ចាប់ដើមរៀងសើមមុខគាត់មិនលុបមុខហើយតម្លាក់បោយហ្នឹងចុះទៅភាសាទៀតអញ្ចឹងនៅពេលដែលគាត់អោនមុខមើលចូលទៅក្នុងអណ្ដូងហ្នឹងដើម្បីយោងទឹកហ្នឹងឡើងមកគាត់បញ្ជាក់ថានៅពេលហ្នឹងគឺមេឃហ្នឹងគឺខែភ្លឺអញ្ចឹងនៅពេលដែលគាត់មើលចូលទៅក្នុងហ្នឹងយោងឡើងមកបានបន្តិចភ្នែករបស់គាត់ចោលទៅក្នុងអណ្ដូងហ្នឹងគាត់មើលឃើញស្ទង់ដូចជាមានមុខមនុស្សអើតមកត្រឹមកណាងើយមើលគាត់ពីក្នុងអណ្ដូងហ្នឹងមកវិញអញ្ចឹងនៅពេលនោះទទួលឲ្យគាត់ញីភ្នែកញីអីហើយគាត់ឆ្ងល់ថាអីដែលគាត់ឃើញហ្នឹងស្មោលខ្លួនឯងផ្លាតទៅឬក៏មើលយូរដូចមុខមនុស្សអញ្ចឹងដើម្បីឲ្យអស់ចិត្តនេះគាត់ចាក់អាទឹកដែលគាត់យោងឡើងមកហើយហ្នឹងណាចាក់ឈូហើយគាត់តម្លាក់អាបោយហ្នឹងឲ្យចំមកកន្លែងដែលគាត់ឃើញដូចជាមុខមនុស្សហ្នឹងតែម្ដងអញ្ចឹងនៅពេលដែលតម្លាក់ទៅអញ្ចឹងគាត់ទាញអាខ្សែហ្នឹងណារេអាបោយហ្នឹងរេទៅរេមកហើយយោងឡើងមកទៀតអញ្ចឹងនៅពេលហ្នឹងទោះបីថាទឹកហ្នឹងវារៀងអាឡោកតិចដោយសារតែគាត់រេអាបោយហ្នឹងណាមុនហ្នឹងប៉ុន្តែនៅពេលដែលគាត់យោងអាបោយហ្នឹងឡើងមកនេះមើលទៅក្នុងទឹកហ្នឹងណាដូចជានៅតែមានអាមុខមនុស្សហ្នឹងអើតមើលគាត់ពីក្នុងដងហ្នឹងមកដដែលអញ្ចឹងនៅពេលនោះគាត់ក៏បានស្រែកហៅបងម្នាក់ដែលគាត់រៀងចាស់ទុំនៅក្នុងអាកន្លែងរោងជាងហ្នឹងណាគាត់ហៅថាបងម៉ាប់ម្នាក់ទីបងម៉ាប់អញ្ចឹងនៅពេលដែលគាត់ជួតខ្លួនបដាគាត់អីបដានេះបងម៉ាប់ហ្នឹងគាត់ក៏បានដើរមកអញ្ចឹងពេលនោះគាត់ក៏បាននិយាយថាបងម៉េចជួយមើលក្នុងដងហ្នឹងខ្ញុំមានអារម្មណ៍ដូចឃើញមុខមនុស្សមើលពីក្នុងហ្នឹងមកវិញណាបងម៉ាប់ហ្នឹងគាត់សួរថាមុខស្អីពូគឹមស្រុនគាត់ថាគាត់មិនដឹងទេអត់ដឹងថាសមោបុកខ្លួនឯង
Rừng môi cóอย่างmấy cái mơ tới khơi đôi mình một mình ơn thầm co mơ bị khăn đồn làng máu nè đói xa tới việc ngất bí á nè chẳng bà bạn mẹn tên lấy mọi chui mơ mà chẳng là bê đây lục pu môi đây con hai thay bằng mạp nắng á ớt mơ tây chỉ mưa nó bao kìm sụn nè con nơi tầm mơ tới khơi như điên stung stung tê khơi đôi chỉ mình một mình mơ bị khăn đồn làng máu mèn chẳng ta bốn con cách hà ai sầm máu bao dưới trăng plat từ khăn tất rồi còn mày bọn tay là bênนี้គាត់អឺតមើលពីអ្នកតាហើយមិនក៏សមោនឹងមើលទៅឃើញតែមួយដដែលអញ្ចឹងក៏គិតថាឬមួយក៏មិនសមោបើសិនជាមិនសមោវាជាស្អីអញ្ចឹងនៅពេលដែលបងគឹមស្រុននេះគាត់ថាឥឡូវបងឯងនេះចាំនៅកន្លែងហ្នឹងហើយចាំខ្ញុំហ្នឹងរត់ទៅគោះទ្វារតកែខ្ចីពិលគាត់អញ្ចឹងនៅពេលដែលបងគឹមស្រុនគាត់រត់ទៅកន្លែងតកែគាត់ខ្ចីពិលមកណាតកែគាត់ហ្នឹងក៏មកដែរដោយសារតែពួកគាត់ហ្នឹងខ្លាចថាមានអ្នកណាធ្លាក់ចូលដងឬក៏អីអញ្ចឹងណាពេលដែលគាត់រាប់កូនចៅគាត់ទៅដូចជាអត់មានបានអាណាទេអញ្ចឹងនៅពេលដែលពួកគាត់ប្រចាំងពិលមើលទៅនេះអាសមោដែលពូគឹមស្រុនហើយនឹងពូម្នាក់ដែលគាត់ហៅថាបងម៉ាប់ឃើញហ្នឹងណាពេលដែលប្រចាំងពិលទៅគឺលែងមានអីហើយអត់មានឃើញអីណាមានតែទឹកអណ្ដូងធម្មតាពេលនោះពួកគាត់ចេះតែប្រចាំងពិលមើលទៅបានអណ្ដូងដែរប៉ុន្តែអាពិលកាលពីជំនាន់ហ្នឹងភ្លើងវាអត់សូវភ្លឺខ្លាំងទេអាពិលពណ៌លឿងៗហ្នឹងនោះអញ្ចឹងទោះបីថាពួកគាត់ប្រចាំងរយយ៉ាងណានេះក៏អត់មានថាមើលឃើញអីនៅខាងក្នុងនឹងដែរវាមានតែទឹកធម្មតាណាមួយនៅពេលដែលពួកគាត់រាប់គ្នាទៅគឺអត់មានបាត់សមាជិកអីទេអញ្ចឹងបើសិនជាបាត់គាត់ខ្លាចថាមានអាណាធ្លាក់ចូលដងឬក៏អីអញ្ចឹងណាអញ្ចឹងពេលនោះតកែរបស់គាត់ហ្នឹងក៏បានថាឲ្យយកគម្របហ្នឹងមកក្រោមដងនឹងសិនទៅហើយយប់ហ្នឹងកុំឲ្យមានអាណាប្រើប្រាស់ទឹកដងហ្នឹងចាំពេលថ្ងៃស្អែកឡើងមេឃភ្លឺមេឃអីណាចាំយើងរកមើលបន្តទៀតនៅពេលដែលពូគឹមស្រុនគាត់ដើរមកកន្លែងដែលគាត់គេងវិញពូម៉ាប់ហ្នឹងគាត់ក៏បានដើរមកជាមួយហើយគាត់ប្រាប់ថាកុំគិតច្រើនពេកក្នែងលោកថាអីដែលយើងឃើញមុនហ្នឹងគ្រាន់តែជាសមោលរបស់យើងដែលផ្លាតទៅណាហើយក្នុងទឹកវាងឹតអញ្ចឹងហើយបានជាមើលទៅអាចថាឃើញសមោលតែមួយឬក៏យ៉ាងម៉េចប៉ុន្តែមុនហ្នឹងយើងព្យាយាមឈួលពិលមើលដែរវាអត់មានអីផងហ្នឹងអញ្ចឹងសម្រាប់ទៅកុំគិតច្រើនពេកពូគឹមស្រុនគាត់បញ្ជាក់ថានៅពេលនោះគាត់មិនបានគិតច្រើនទេប៉ុន្តែគាត់ក៏បារម្ភខ្លាចថាមានអ្នកណាហ្នឹងធ្លាក់ចូលដងតែប៉ុណ្្នឹងឯងពេលដែលយប់ជ្រៅបន្តិចពួកគាត់នឹងបានថាបិទភ្លើងអាំពូលកន្លែងដែលពួកគាត់គេងនឹងហើយចូលមុងរៀងខ្លួនអស់ហើយពូគឹមស្រុនគាត់គេងផ្អៀងខ្លួនមកម្ខាងពេលដែលគាត់កំពុងតែគេងហ្នឹងក៏ត្រូវបានភ្ញាក់មកវិញដោយសារតែម្នាក់មួយដែលក្មេងដែលមកប្រាប់គាត់កាលពីក្បាលប្រលប់ថាមានអ្នកមករកគាត់ម្នាក់ហ្នឹងគឺបានមកដាស់ពូគឹមស្រុនមកថាទៀតប៉ុន្តែពូគឹមស្រុនគាត់ភ្ញាក់មកគាត់អត់បាយខ្លួនទៅនិយាយជាមួយម្នាក់ហ្នឹងទេបានន័យថាគាត់នៅតែគេផ្អៀងខ្លួនមកម្ខាងណាដោយម្នាក់ហ្នឹងគាត់ហៅថាស្រុនមានគេមករកមកឯងចឹងពេលដែលពូគឹមស្រុនគាត់ងើបមកនេះគាត់ថាហើយណាមករកឥឡូវហ្នឹងស្មើបានទៅហើយយប់ជ្រៅហើយឬក៏មិនមករកអីមានការអីទាំងយប់អញ្ចឹងប៉ុន្តែនៅតែលើសំឡេងម្នាក់មួយដែលក្មេងហ្នឹងណាគាត់និយាយថាស្រុនគេមករកមកឯងគេចាំថ្ងៃនេះមុនដងខ្ញុំទៅមុនណាចឹងនៅពេលដែលពូគឹមស្រុនគាត់បានជគិតអីដោយសារតែយើងងើបមកវាមិនតាន់ស្វាងឯផងណាបែរខ្លួនមកប៉ើមុងដើរទៅបិទភ្នែកផងឯផងណារអ៊ូម្នាក់ឯងថាអាស្អីគេនេះក៏វាអាសាម្លេះឲ្យតែគេមករកមកហៅឯងដាស់ឯងទាំងកណ្ដាលយប់ទាំងអីអញ្ចឹងណាចឹងនៅពេលដែលគាត់ដើរញីភ្នែកដើរសម្ដៅទៅមាត់ដងនេះពេលនោះពូគឹមស្រុនគាត់នឹកឃើញថាចុំយប់ឡើងតកែបិទទ្វារបងហើយតើហើយមិនបានជាម្នាក់ហ្នឹងទៅឈរចាំនៅមាត់ដងកើតព្រោះវាអត់មានតែឲ្យអ្នកដទៃណាចូលមកយប់ឡើងណាសូម្បីតែកម្មករនៅក្នុងរោងឈើហ្នឹងចង់ចេញទៅក្រៅក៏ត្រូវតែសុំតកែដែរហើយចង់ចូលមកវិញនេះតោះតែហៅតកែឲ្យបើកទ្វារឲ្យចុះនរណាដែលថាអាចចូលមកចាំគាត់នៅមាត់ដងនឹងបានពេលដែលគាត់ដើរទៅអាផ្លូវទៅកន្លែងបន្ទប់ទឹកហើយហ្នឹងអាក្បែរដងរបស់គាត់ហ្នឹងគឺត្រូវកាត់ក្រែម្នាក់មួយដែលគាត់បានន័យថាក្មេងដែលត្រូវហៅគាត់កាត់ពីក្បាលប្រលប់ហ្នឹងណាដើរកាត់កន្លែងម្នាក់នឹងគេងអញ្ចឹងនៅពេលដែលគាត់ដើរកាត់កន្លែងម្នាក់ហ្នឹងហើយគាត់អើតមើលទៅក្នុងមុងរបស់ម្នាក់ហ្នឹងនេះម្នាក់ហ្នឹងគាត់កំពុងតែគេងនៅក្នុងមុងធម្មតាប៉ុន្តែនៅពេលដែលគាត់មើលទៅអាទិសដៅមុនដងហ្នឹងណាគឺឃើញម្នាក់ហ្នឹងម្នាក់ទៀតបានន័យថាម្នាក់ហ្នឹងដល់2ម្នាក់ទៀតកំពុងតែដើរទៅឈរនៅមុនដងហ្នឹងប៉ុន្តែនៅពេលដែលទៅឈរនៅមុនដងហ្នឹងនេះគាត់បានទៅឈប់នៅនឹងក្បែរមុនដងហ្នឹងតែម្ដងបន្ទាប់មកគាត់ងាកមកមើលមុខពូស្រុនណាពេលដែលគាត់ងាកមុខហើយនេះស្រាប់តែម្នាក់ហ្នឹងគឺគាត់លោតចូលទៅក្នុងដងតែម្ដងដែលធ្វើឲ្យពូគឹមស្រុននៅពេលហ្នឹងគឺគាត់ស្រែកមួយទំហឹងគាត់បញ្ញាប់
រត់ទៅមើលម្នាក់ហ្នឹងនេះចឹងនៅពេលគាត់ស្រែកហើយម្នាក់មិនផ្អើលឆោឡោពេលដែលគាត់រត់ទៅដល់មាត់ដងនេះគាត់មើលចុះទៅក្នុងដងហ្នឹងណាដល់គាត់រំពឹងថាមុនហ្នឹងម្នាក់នឹងធ្លាក់ទៅប្រហែលជានៅលងបន្តែបន្ទប់នៅក្នុងទឹកនោះហើយមើលទៅប៉ុន្តែនៅពេលដែលគាត់មើលទៅក្នុងដងហ្នឹងនេះគាត់បែរជាឃើញខ្មោចស្រីម្នាក់ស្លៀករ៉ូពណ៌ខ្មៅណាឈរអណ្ដែតនៅពាក់កណ្ដាលដងហ្នឹងងើយមើលមកគាត់ពីក្នុងដងហ្នឹងមកវិញពូស្រុនគាត់បញ្ជាក់ថាមុខខ្មោចម្នាក់ហ្នឹងណាភ្នែកហ្នឹងគឺឡើងល្អក់ហើយចង្កាហើយនឹងមាត់ហ្នឹងគឺធ្លាក់ឡើងចង់ពីចង្អាមសម្លឹងមើលមុខគាត់ពីក្នុងដងហ្នឹងមកចឹងនៅពេលដែលគាត់នៅគៀងម្នាក់ឯងហ្នឹងនេះពេលហ្នឹងគឺសំណាងមែនតើដោយសារតែពេលដែលគាត់បំរុងដើរទៅគាត់មិនមើលទៅក្រែម្នាក់មួយដែលក្មេងហ្នឹងអញ្ចឹងនៅពេលហ្នឹងទៅធ្វើគាត់រៀងភ្ញាក់សតិណាថាម្នាក់ហ្នឹងដេកហ្នឹងហើយមិនក៏មានម្នាក់ហ្នឹងមួយទៀតដើរទៅមាត់ដងប៉ុន្តែនៅពេលដែលឃើញម្នាក់ហ្នឹងលូតចុះទៅនេះដែលធ្វើគាត់ភ្លេចសតិវិញនេះហើយគាត់ស្រែកមួយទំហឹងដោយសារតែឃើញម្នាក់ហ្នឹងលូតអញ្ចឹងមិនធ្វើឲ្យគេគ្រប់គ្នាហ្នឹងគឺគេផ្អើលមកហើយចេញពីក្នុងមុងអញ្ចឹងអាកំឡុងពេលដែលគាត់នៅឈរថ្មឹងហ្នឹងនេះម្នាក់មួយហ្នឹងណាបានលូកដៃពីក្នុងដងមកដូចជាបំរុងនឹងចង់ចាប់គាត់ទាញចូលដូរឬក៏មិនក៏គាត់មិនដឹងដែរប៉ុន្តែនៅពេលដែលដៃចេះតែវែងទៅអញ្ចឹងណាពូម៉ាប់ហើយនឹងអ្នកដែលធ្វើការនៅកន្លែងហ្នឹងគេក៏បានមកអោបគាត់ហើយចាប់គាត់គ្រីកចេញពីកន្លែងហ្នឹងណាពូស្រុនគាត់ថានៅពេលហ្នឹងគឺគាត់នៅតែភ្លឹកហើយអត់ដឹងថាខ្លួនឯងត្រូវធ្វើមិនទេនៅគៀងអញ្ចឹងណាភ្នែកនៅបើកកលេងកឡង់មើលចុះមើលឡើងដោយសារតែគាត់សឹងតែអត់ជឿនៅអ្វីដែលគាត់បានឃើញហ្នឹងប៉ុន្តែអ្វីដែលសំណាងហ្នឹងគឺគ្នាគាត់មកចាប់គ្រាកគាត់ចេញពីកន្លែងហ្នឹងអញ្ចឹងនៅពេលដែលគេគ្រាកមកដល់កន្លែងដែលគាត់គេវិញនេះទាញអីចោលណាបន្ទាប់មកគេព្យាយាមផ្ទះគាត់កុំឲ្យនៅគាត់គេអញ្ចឹងពេលនោះពូម៉ាប់នេះគាត់ក៏បានឲ្យគ្នាគាត់ហ្នឹងថានឹងទៅដួសទឹកមកលុបមុខលុបអីឲ្យគ្នានៅអាស្វាងប៉ុន្តែនៅក្បែរហ្នឹងគឺវាអត់មានទឹកទេហើយបើសិនជាត្រូវការទឹកតតែដួសពីដងអញ្ចឹងនៅពេលនោះក្បែរពួកគាត់ហ្នឹងគឺមានតែស្រារបស់ពូម៉ាប់ហ្នឹងណាអញ្ចឹងពូម៉ាប់នេះគាត់ក៏បានយកអាស្រាសរបស់គាត់ហ្នឹងក្តៅណាគាត់យកមកដាក់នៅក្នុងមាត់ហើយព្រោះដាក់មកមុខពូស្រុននេះអញ្ចឹងនៅពេលនោះពូស្រុនគាត់ថាគាត់នឹងស្វាងទៀតណានៅពេលដែលព្រោះមកផែតអញ្ចឹងមកប៉ុន្តែនៅពេលនោះគឺគាត់នៅតែឃើញខ្មោចស្រីមួយហ្នឹងណាណែតពីដងហ្នឹងបន្ទាប់មកក៏បានរលាយបាត់បន្តិចម្ដងពេលនោះពូស្រុនគាត់ថាគាត់ខ្លាចមែនតើគាត់ស្រែកណាហើយបន្ទាប់មកគាត់ច្អល់ទៅដងហ្នឹងគាត់ថាអូយគាត់ឃើញខ្មោចណែតពីដងមកមុននឹងវាលូកដៃមកបំរុងយ៉ាងម៉េចកឬក៏ទាញគាត់ចូលដងហើយអញ្ចឹងនៅពេលដែលពួកគាត់ទាំងអស់គ្នានេះព្យាយាមសម្រួលអារម្មណ៍របស់ពូស្រុនណាប៉ុន្តែគេគ្រប់គ្នាគាត់ឆ្ងល់ថាអញ្ចឹងដងហ្នឹងតកែរបស់គាត់ឲ្យយកគម្របស៊ីម៉ង់ហ្នឹងណាយកមកគ្របហ្នឹងទៅហើយចុះណាហ្នឹងទៅបើគម្របហ្នឹងប៉ុន្តែនៅពេលដែលគេសួរនាំទៅនេះអត់មានណាបានទៅបើអាគម្របដងហ្នឹងទេចុះបើអត់បើមិនក៏ដងហ្នឹងវារបើខ្លួនឯងពូស្រុននៅពេលនោះគាត់ថានេះគាត់ឃើញអាមួយនេះមកហៅគាត់ឲ្យទៅកន្លែងហ្នឹងណាប៉ុន្តែម្នាក់មួយដែលជាងក្មេងនេះគាត់ថាអត់ទេគាត់អត់មានបានហៅទេគាត់ដេកណាដេកអត់ដឹងអីទេតតែពេលដែលពូស្រុននេះគាត់ស្រែកទៅបានគាត់នឹងភ្ញាក់មួយគេមួយឯងដែរហ្នឹងគាត់អត់មានបានមកហៅពូស្រុនហ្នឹងទៅណាទៅមាត់ដងណាចាំអីទេគាត់អត់មានដឹងរឿងអីទាំងអស់អញ្ចឹងនៅពេលនោះបានតកែនៅកន្លែងហ្នឹងណាគេយកធូបយកអីមកអុជបន្ទាប់មកក៏ឲ្យពូគឹមស្រុននេះយកធូបហ្នឹងទៅដោតនៅកន្លែងប្រភូមិហើយនិយាយសូមឲ្យប្រភូមិនឹងជួយការពារសូមកម្មាទោសបើសិនជាធ្វើអីខុសឬក៏អីអញ្ចឹងណានៅពេលនោះតកែរបស់គាត់ហ្នឹងគាត់សួរថាហើយជុកគឹមស្រុនឯងហ្នឹងមានទៅនិយាយខុសមន់ខុសកបែបបន់នៅកន្លែងម្ចាស់ទឹកម្ចាស់ដីឬក៏អ្នកតានៅកន្លែងណាឬក៏អត់បានជាសោកទៅជាឃើញអញ្ចឹងណាព្រោះថាគ្រប់គ្នានៅកន្លែងហ្នឹងមកយកហើយវាអត់ដែរឃើញអីទេហើយមួយវិញទៀតកន្លែងដែលគាត់នៅហ្នឹងមានប្រភូមិមានអីត្រឹមត្រូវណាអញ្ចឹងមិនគួរណាថាមានអមនុស្សពីខាងក្រៅហ្នឹងចូលបានទេតើតែគឹមស្រុនឯងហ្នឹងទៅនិយាយបែបបន់ខុសមាត់ខុសកអីឲ្យគេប្រកាន់បានជាគេហ្នឹងអាចថាមានមូលហេតុអាចចូលមកអុកលុកបាននៅពេលនោះពួកគឹមស្រុនក៏គាត់អង្គុយរនឹកមែនតែនទើបតែគាត់នឹកឃើញថាបើនិយាយពីរឿងខុសមាត់ខុសកមានថាពេលដែលពួកគាត់មកពីដើរលេងជាមួយមិត្តភក្តិគាត់ហើយអង្គុយញ៉ាំទឹកអំពៅនៅក្បែរដើមព្រីងមួយហ្នឹងព្រោះតែពាក្យមួយម៉ាត់ដែលគាត់និយាយថាបើកាប់អាដើមនឹងចេញឆ្លាស់គេមើលមកឃើញកន្លែងលក់ទឹកអំពៅហ្នឹងអត់បាក់ឲ្យគេជីហួសទៅហួសមកណាគាត់ថាបើសិនជានិយាយពីរឿងខុសមាត់ខុសកមានតែសម្ដីមួយម៉ាត់ហ្នឹងទេគ្រាន់តែស្ដាប់ឮប៉ុណ្ណឹងភ្លាមណាតកែរបស់គាត់ហ្នឹងក៏បានចូលទៅខាងក្នុងយកអំបិលយកអង្ករហើយគាត់ហ្នឹងក៏បានយកធូបមកអុជបន្ទាប់មកគាត់ក៏បានយកអំបិលយកអង្ករហ្នឹងដើរបញ្ជេពីមុខកន្លែងរបស់គាត់ហ្នឹងហើយគាត់និយាយថាបើសិនជាអ្នកនៅក្នុងហ្នឹងខុសមាត់ខុសកឲ្យគាត់សុំកម្មាទោសត្រឡប់ទៅវិញទៅចាំគេសែនព្រេនឲ្យត្រឹមត្រូវកុំធ្វើបាបអ្នកនៅក្នុងហ្នឹងណា
ហើយគាត់ថាបើសិនជានិយាយមកស្ដាប់គ្នានឹងឲ្យវិនិច្ឆ័យតាមកតាមអំបិលរបស់គាត់ដើរបច្ចេវិញទឹកពេញដីនៅពេលហ្នឹងបន្ទាប់មកស្អែកឡើងនេះគាត់ក៏បានឲ្យពូគឹមស្រុនហ្នឹងទៅទិញចេកមួយស្និតដើម្បីដាក់សែនកន្លែងប្រភូមិឲ្យនិយាយសុំកម្មាទោសទៅគុំអនុញ្ញាតឲ្យខ្មោចព្រៃខ្មោចមកពីខាងក្រៅហ្នឹងចូលមកអុកលោកអ្នកនៅក្នុងហ្នឹងណាហើយសម្រាប់ការនិយាយខុសមាត់ខុសករបស់គាត់ហ្នឹងចាំគាត់ទៅសុំកម្មាទោសនៅពេលដែលពួកគាត់នេះមានពេលទៅកន្លែងគេម្ដងទៀតប៉ុន្តែសម្រាប់ថ្ងៃស្អែកឡើងបន្ទាប់ពីអាយុការហើយហ្នឹងមកណាមិត្តភ័ក្តិរបស់ពូគឹមស្រុននេះក៏បានជិះម៉ូតូមករោងឈើរបស់ពូគឹមស្រុនទៀតអញ្ចឹងពេលដែលគាត់មកនោះគាត់ក្នុងបំណងមកនិយាយលេងធម្មតាទេប៉ុន្តែនៅពេលដែលពូគឹមស្រុននេះគាត់និយាយរឿងរ៉ាវហ្នឹងប្រាប់មិត្តភ័ក្តិរបស់គាត់ណាមិត្តភ័ក្តិរបស់គាត់ហ្នឹងគាត់ថាអូអត់កើតទេអញ្ចឹងព្រោះថាអាពេលដែលពូគឹមស្រុនចេញពីកន្លែងដែលពួកគាត់ផឹកទឹកបើហ្នឹងហ៎ពូគឹមស្រុនមិនជប់នោមមិត្តភ័ក្តិរបស់គាត់មិនជិះម៉ូតូបកទៅយកមួកមិត្តភ័ក្តិរបស់គាត់ហ្នឹងគាត់បានសួរថាពេលដែលឯងជិះទៅយកមួកហ្នឹងណាអាម៉ាឯងដឹងមានរឿងអីកើតឡើងអត់គ្នាទៅយូរហ្នឹងដោយសារតែចែកពេលដែលទៅដល់កន្លែងលក់ទឹកអំពៅហ្នឹងណាអ្នកលក់ទឹកអំពៅហ្នឹងកំពុងតែប្រម៉ែប្រមូលឲ្យវ៉ាន់ទុកដោយរៀបចំត្រឡប់ទៅផ្ទះវិញអញ្ចឹងពេលនោះគាត់ហ្នឹងក៏បានសួរថាហេហើយប្រមូលវ៉ាន់ត្រឡប់ទៅវិញហ៎ម៉ោងនៅច្រើនសឹងអីហ្នឹងហើយមិនក៏មិននៅលក់លេងសិនអញ្ចឹងណាពេលនោះអ្នកលក់ទឹកអំពៅហ្នឹងក៏ថាអូយបងអើយបានមកឯងមកអញ្ចឹងល្អហើយមកឯងនៅអង្គុយនឹងមកស្ទូកសិនទៅទំមថាពូរបស់គាត់គាត់មកជួយរៀបចំអវ៉ាន់ណាពេលនោះគាត់ឆ្ងល់មែនទេគាត់ថាហើយមានរឿងអីកើតឡើងបានជានិយាយមកដូចយើងខ្លាចអញ្ចឹងណាពេលនោះអ្នកលក់ទាំងទៅនោះគាត់និយាយថាចែកពេលដែលពងឯងចេញទៅបានបន្តិចនេះកំពុងតែអង្គុយណាស្រាប់តែមានមេឈើមួយធ្លាក់មកប្រាវបន្ទាប់មកពេលដែលគាត់សម្លឹងមើលទៅខាងកន្លែងដើមព្រីងហ្នឹងណាអត់មានខ្យល់ទេប៉ុន្តែនិយាយពីអាដើមព្រីងហ្នឹងមែកវាណានិយាយពីយកដូចខ្យល់ខ្លាំងអញ្ចឹងណាចឹងឯងនេះធ្វើគាត់នឹងគាត់ព្រឺសម្បល់ឲ្យខ្លាចតែម្ដងគាត់សុកចិត្តបកដៃឲ្យម៉ូតូដុំដើម្បីឲ្យម៉ូតូដុំហ្នឹងជិះទៅប្រាប់ពូគាត់ណាឲ្យមកជួយរៀបចំឲ្យវ៉ាត់គាត់ផងដោយសារថាសុកដើមព្រីងហ្នឹងអត់មានខ្យល់តែវាយកដូចខ្យល់ខ្លាំងអញ្ចឹងណាចឹងថាអូពេលហ្នឹងគាត់ព្រឺសម្បល់ខ្លាំងមែនតើអញ្ចឹងឯងបានជាមិត្តភ័ក្តិរបស់គាត់នោះនៅពេលហ្នឹងគាត់ទៅបាត់ម៉ាស្តូធំហ្នឹងគឺគាត់នៅអង្គុយបានជាគ្នាជាមួយនឹងអ្នកលក់ទឹកអំពៅហ្នឹងតម្រុំថាពូរបស់អ្នកលក់ទឹកអំពៅហ្នឹងគាត់មកជួយរៀបចំអីវ៉ាន់អញ្ចឹងនៅពេលហ្នឹងពេលដែលមិត្តភ័ក្តិរបស់គាត់ស្ដាប់រឿងអញ្ចឹងណាកំឡុងពេលដែលគាត់នៅជាមួយអ្នកលក់ទឹកអំពៅហ្នឹងគាត់ក៏បានដើរទៅប៉ុន្តែមិនមែនថាទៅចិត្តដើមព្រីងពេកទេគាត់ថាដើរចេញពីកន្លែងលក់ទឹកអំពៅបន្តិចមុខបែរទៅហ្នឹងគាត់លើកដៃសាពះគាត់ថាគាត់សុំកម្មាទោសហើយបើសិនជាមិត្តភ័ក្តិរបស់គាត់ឈ្មោះគឹមស្រុននេះនិយាយលើសលួសអីណាគុំប្រកាន់អីវាគ្រាន់តែនិយាយទេវាអត់មានបំណងថាចង់មកបំផ្លាញចម្រោកឬក៏លំនៅរបស់អ្នកឯងទេចង់គុំប្រកាន់គាត់និយាយប៉ុណ្ណឹងរួចទើបគាត់ដើរមកកន្លែងលក់ទឹកអំពៅវិញហើយតម្រាំថាពូរបស់អ្នកលក់ទឹកអំពៅមកដល់ទើបគាត់ហ្នឹងបានន័យថាជិះម៉ូតូត្រឡប់មកយកពូគឹមស្រុនវិញអញ្ចឹងបានជាពេលនោះណាពូគឹមស្រុនគាត់បាត់មិត្តភក្តិគាត់មួយសតុធំហ្នឹងហើយថ្ងៃហ្នឹងមូលហេតុដែលគាត់មកអង្គុយនិយាយលេងជាមួយពូគឹមស្រុនហ្នឹងគឺគាត់ចង់យករឿងហ្នឹងមកប្រាប់ដែរប៉ុន្តែនៅពេលដែលមកអញ្ចឹងពូគឹមស្រុនគាត់ប្រាប់រឿងរ៉ាវដែលគាត់បានជួបយប់មិញមុនអញ្ចឹងដែលធ្វើឲ្យពួកគាត់ទាំងពីរហ្នឹងថាអូ 100% មកពីខ្មោចឬក៏ព្រាយដែលនៅនឹងដើមនឹងហើយដែលតាមមករកពួកគាត់ណាដោយសារតែពូគឹមស្រុនហ្នឹងគាត់បាននិយាយប៉ះពាល់ទៅកាន់គេអញ្ចឹងនៅពេលនោះតកែរបស់ពូគឹមស្រុនហ្នឹងក៏ប្រាប់ថាបើដឹងថាយើងនិយាយខុសមាត់ខុសកខ្លាយណាហើយក៏ទៅសុំកម្មាទោសគេនៅកន្លែងហ្នឹងទៅប៉ុន្តែមិត្តភ័ក្តិរបស់ពូគឹមស្រុននេះគាត់ថាអត់ទេអត់អាចទៅដាច់ខាតក្រែងលោថាបើសិនជាយើងទៅទីមួយផ្លូវឆ្ងាយជួបតាមផ្លូវយើងជួបរឿងអីគិតយ៉ាងម៉េចមួយទៀតបើសិនជាជួបរឿងចឹងណាហើយគេឲ្យពូគឹមស្រុននេះលងបន្លាចឃើញមុខទៀតគាត់ថាចាស់គាត់ផ្ដាំថាបើសិនជាព្រាយឬក៏ខ្មោចនេះលងអត់ឲ្យយើងឃើញមុខគេគ្រាន់តែមកសុំបនឬក៏ចង់ប្រាប់ឲ្យយើងប៉ុន្តែបើសិនជាឲ្យឃើញក្នុងសភាពកាយសាហាវចឹងទៀតបានន័យថាវាមិនសូវល្អអញ្ចឹងមិត្តភ័ក្តិរបស់គាត់នេះក៏បានដុតពូគឹមស្រុនហ្នឹងដើម្បីថាទៅឲ្យប្រសងហ្នឹងលោកស្រោចទឹកឲ្យវិញនឹងឲ្យលោកជួយធ្វើកិច្ចដើម្បីថាកុំឲ្យពួកគាត់ហ្នឹងគេតាមលោកបន្លាចចឹងទៀតមិត្តភ័ក្តិរបស់គាត់នៅពេលនោះគាត់ថាគុំទៅអាកន្លែងហ្នឹងដាច់ខាតព្រោះខ្លាចពេលដែលយើងធ្វើដំណើរទៅវាជួបរឿងរ៉ាវអីអញ្ចឹងនៅពេលហ្នឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងគិតបានដិតដល់ដែរណាហើយបើសិនជាយើងស្ដាប់នៅអ្វីដែលមិត្តភ័ក្តិរបស់ពូគឹមស្រុនគាត់និយាយហ្នឹងក៏វាត្រឹមត្រូវមួយយ៉ាងដែរណាមួយបើតាមដែលយើងស្ដាប់ទៅសូម្បីថាកន្លែងរោងឈើរបស់តកែរបស់គាត់ហ្នឹងមានប្រភូមិមានអីហើយគេអាចនៅចូលមកខាងក្នុងដល់ខាងក្រោយឡែងដងនឹងបានគិតថាខ្មោចឬក៏ព្រីហ្នឹងក៏វាមិនមែនធម្មតាដែរ
អញ្ចឹងមិត្តភក្តិរបស់គាត់ដែលគាត់ឲ្យយោបល់ថាកុំទៅហ្នឹងគឺត្រូវហើយបន្ទាប់មកពួកគាត់ទាំងពីរនាក់នេះក៏បានដប់គ្នាដើម្បីទៅវត្តណាឲ្យព្រះសង្ឃលោកស្រោចទឹកស្រោចអីឲ្យប៉ុន្តែដោយសារតែពូកំស្រុនគាត់នៅតែមានអារម្មណ៍ថាភ័យខ្លាចចឹងពេលនោះគាត់ក៏សុំតកែរបស់គាត់ហ្នឹងដើម្បីត្រឡប់ទៅផ្ទះធ្វើពិធីដើម្បីថារំដោះគ្រោះកាត់ផ្ដាច់គ្រោះចោលណាដោយសារតែគាត់អត់ទុកចិត្តព្រោះរូបភាពដែលគាត់បានឃើញហ្នឹងវាគួរឲ្យខ្លាចពេកប៉ុន្តែចាប់តាំងពីពូគឹមស្រុនគាត់បានធ្វើកិច្ចទាំងអស់ហ្នឹងរួចរាល់គាត់ហ្នឹងក៏មិនដែលឃើញថាខ្មោចស្រីមួយហ្នឹងបង្ហាញខ្លួនគាត់ឲ្យគាត់ឃើញអីទៀតដែរគ្រាន់តែពូគឹមស្រុនដូចបានបញ្ជាក់អញ្ចឹងពីមនុស្សម្នាក់ដែលមិនជឿមិនខ្លាចប៉ុន្តែបែរជាសំបីតែពេលដែលគាត់ទៅកន្លែងណាមានដើមឈើធំធំពេកគាត់ធ្វើឲ្យគាត់នឹងមានអារម្មណ៍ថារៀងខ្លាចដែរដោយសារតែគាត់នឹកឃើញនៅអារូបភាពខ្មោចស្រីដែលដែរពីដងនឹងមកបំរុងនឹងថាចាប់គាត់ទាញចូលដងឬក៏ច្បាច់កគាត់មិនក៏គាត់មិនដឹងដែរហើយមែនតើនៅពេលហ្នឹងដែលថាអ្នកធ្វើការជាមួយគ្នាហ្នឹងបានមានថាចាប់គាត់ឲ្យក្រៀកគាត់ចេញពីកន្លែងដងហ្នឹងទាំងអណ្ដងហ្នឹងតកែមកគាត់ឲ្យយកអាកម្របសំងហ្នឹងមកបិទហើយតែពេលដែលគាត់ទៅនេះដងហ្នឹងគឺអត់មានកម្របទេអញ្ចឹងបានន័យថាគេហ្នឹងប្រហែលជាមិនមែនគ្រាន់តែចង់មកលងបន្លាចពូគឹមស្រុនទេអាចនឹងថាចង់ធ្វើអីលឺហ្នឹងណាពេលហ្នឹងបើសិនជាគ្មានអ្នកធ្វើការជាមួយនឹងគាត់ភ្ញាក់មកទេគាត់ហ្នឹងក៏មិនដឹងថាមេរឿងរ៉ាវអីធ្ងន់ធ្ងរហ្នឹងកើតឡើងដែរហើយនៅពាក់កណ្ដាលរឿងពុកម៉ែបងប្អូនខ្លះប្រកាសជាឆ្ងល់ហើយថាមិនក៏ខ្មោចស្រីហ្នឹងស្គាល់ឈ្មោះរបស់ពូគឹមស្រុនតាមពិតគឺដោយសារតែមិត្តភក្តិរបស់គាត់នេះនៅពេលដែលគាត់ទៅបែរបន់ហ្នឹងណាគាត់បាននិយាយឈ្មោះរបស់ពូគឹមស្រុនហ្នឹងអញ្ចឹងក៏ប្រហែលជាមូលហេតុដែលគេអាចមកប្រាប់ឲ្យម្នាក់មួយដែលក្មេងហ្នឹងណាមកបង្ហាញខ្លួនម្នាក់ហ្នឹងឃើញពេលដែលម្នាក់ហ្នឹងសួរទៅរោណាក៏និយាយឈ្មោះពូគឹមស្រុនហ្នឹងនៅពេលដែលនិយាយមកដល់ចំណុចនេះក៏ភ្លេចបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនមួយថាម្នាក់មួយដែលក្មេងហើយទៅហៅពូគឹមស្រុនដើម្បីទៅឲ្យជួបខ្មោចស្រីនឹងខាងក្រៅនៅពេលដែលគាត់ដឹងថាអ្នកដែលគាត់ទៅជួបពីដងឃើញនេះឈរនៅមាត់បងស្លៀកខ្មៅហ្នឹងណាពេលដែលគាត់ដឹងថាមិនមែនជាមនុស្សហើយនេះម្នាក់ហ្នឹងក៏ឈឺក្តៅខ្លួនខ្លាំងមែនតើណាគ្រាន់តែគ្នាអត់ត្រឡប់ទៅផ្ទះទេគ្នានៅសម្រាប់នៅហ្នឹងហើយអ្នកដែលធ្វើការនៅកន្លែងហ្នឹងក៏ជួយមើលគ្នាទៅឈឺតម្រាំថាបាត់ហ្នឹងគ្នាឈឺផងក្តៅខ្លួនផងដោយសារតែដឹងថាអ្នកដែលបានទៅឲ្យគ្នាឃើញហ្នឹងបាននិយាយឈ្មោះថាគឹមស្រុនហ្នឹងគឺមិនមែនជាមនុស្សទេគាត់បានជួបខ្មោចណាអញ្ចឹងតម្រាំថាបានជួបក្នុងរូបភាពអាក្រក់ដោយពូគឹមស្រុនបានជួបទៀតសម័យមើលថាហេតុអីបានជាពូគឹមស្រុនគាត់ខ្លាចដល់ថ្នាក់ហ្នឹងណាបើសិនជាម្នាក់នោះគ្រាន់ថាតាមអាបឡោះរបងហ្នឹងទៅសួរថារោណាគេក៏ឃើញឈរនៅខាងមុខនឹងសោះណាឃើញតែប៉ុណ្្នឹងគ្នាខ្លាចឡើងក្តៅខ្លួនទៅហើយតម្រាំថាពូគឹមស្រុនក៏ឃើញក្នុងសុភាពគួរខ្លាចទៀតអញ្ចឹងបានជាគាត់ថាគាត់បាក់ស្បានឹងឯងអូខេពុកម៉ែបងប្អូនអញ្ចឹងតើអស់នេះគឺជារឿងរ៉ាវដែលបានកើតឡើងនៅក្នុងបងប្អូនបានស្ដាប់កំសាន្តដូចជាយើងធ្លាប់ស្ដាប់ពីចាស់គាត់និទានប្រាប់ឬក៏មិត្តភ័ក្តិនឹងនិយាយប្រាប់គ្នាតែប៉ុណ្្នឹងឯងមិនជំរុញឲ្យពុកម៉ែបងប្អូនជឿទេថាខ្មោចមានពិតឬក៏មិនមានពិតនោះអញ្ចឹងសូមស្ដាប់ត្រឹមតែជាការកំសាន្តទៅបានហើយសូមស្ដាប់ដោយការពិចារណាប្រសិនបើពុកម៉ែបងប្អូនស្ដាប់មកដល់ត្រង់ចំណុចនេះហើយអត់ទាន់បានចុច Subscribe ឲ្យខ្ញុំបាទទេក៏សូមមេត្តាពុកម៉ែបងប្អូននឹងជួយចុច Subscribe ខ្ញុំបាទម្នាក់មួយផងប្រសិនបើការនិទានរបស់ខ្ញុំបាទនិទានទៅមានកំហុសខុសឆ្គងលើសលួសពីពេចត្រង់ណាពុំសមរម្យនោះក៏សូមមេត្តាខន្តីនិងអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនជាប្រិយមិត្តអ្នកស្ដាប់ផងអរគុណច្រើនសូមជម្រាបលាជួបគ្នានៅអេពីសូតបន្តទៀត